និយាយទៅស្លឹកគីនីតយកទៅធ្វើម្ហូបបានច្រើនប្រភេទណាស់បងប្អូនអើយភាគច្រើនយើងឃើញគេយកទៅញ៉ាំជាមួយនឹងសាច់ជ្រូក3ជាន់អាំងអីចឹងទៅជាពិសេសស្លឹកស្រស់ហើយយកទៅញ៉ាំជាមួយនឹងសាឡាត់ជាមួយអីចឹងណាប៉ុន្តែបើសិនជាបងប្អូនបានញ៉ាំជាមួយនឹងអាស្លឹកបែបត្រាំនេះវិញគឺថាឆ្ងាញ់គុណនឹង3គុណនឹង4ក្នុងវីដេអូមុនខ្ញុំយកស្លឹកគីនីតនឹងស្រស់យកមកធ្វើជាគីមឈីប្រឡាក់ជាមួយម្សៅម្ទេសខ្ទឹមច្រាំទឹកត្រីទឹកស៊ីអ៊ីវអីចឹងហើយយើងអាចញ៉ាំបានភ្លាមតែនៅក្នុងវីដេអូនេះគឺខ្ញុំសុំមកបង្ហាញអំពីស្លឹកគីនីតនឹងដែរប៉ុន្តែយើងត្រាំជាមួយនឹងទឹកស៊ីអ៊ីវទឹកខ្មេះត្រាំផ្អាប់វារៀងយូរដែរហើយវាមានប្រភេទមួយប្រភេទទៀតគឺមិនមែនលក្ខណៈថាយើងត្រាំជាមួយទឹកស៊ីអ៊ីវទឹកអីចឹងទេតែបើធ្វើគីមឈីមួយប្រភេទទៀតឲ្យវាចេញពណ៌ខ្មៅមកប្រឡាក់គ្រឿងម្ទេសហ្នឹងគឺគេយកវាស្លឹកស្រស់ហ្នឹងយកទៅត្រាំទឹកអំបិលហើយផ្អាប់វាទុករាប់ខែតម្រាំតែវាឡើងពណ៌ខ្មៅដល់ពេលកំណត់គឺគេស្រង់វាយកមកហើយធ្វើគ្រឿងម្ទេសពណ៌ក្រហមហ្នឹងយកមកប្រឡាក់វាហើយបានវាចេញទៅជាអញ្ចឹងណាបងប្អូនតែអានេះអត់ទេអានេះមួយប្រភេទទៀតគឺគេត្រាំទឹកស៊ីអ៊ីវទឹកខ្មេះចូលគ្នាហើយវិធីធ្វើទឹកស៊ីអ៊ីវត្រាំហ្នឹងគឺគេដាក់ដាំទឹកជាយើងហើយដាក់ជាមួយនឹងទឹកស៊ីអ៊ីវមកជាមួយនឹងទឹកខ្មេះត្រាំវាចោលប្រហែលជា5ថ្ងៃទៅមួយអាទិត្យគឺយើងញ៉ាំបានហើយអាចត្រាំដូចថាទុកញ៉ាំបានរាប់ខែទៀតពេលដែលយើងត្រាំវាគឺយើងអាចដាក់ត្រាំជាមួយនឹងខ្ទឹមត្រាំម្ទេសត្រាំអីអញ្ចឹងណាហើយដល់ពេលដែលវាឆ្អិនអស់ហើយគឺយើងញ៉ាំបានទាំងខ្ទឹមបានទាំងម្ទេសហើយបានទាំងស្លឹកគីនីតនឹងទៀតស្លឹកគីនីតនេះរសជាតិវាគឺប្រៃជូរបើបានញ៉ាំជាមួយនឹងសាច់ជ្រូក3ជាន់លក្ខណៈសាច់រៀងខ្លាញ់សាច់ជ្រូកស្ងោរសាច់ជ្រូក3ជាន់អីហ្នឹងបងប្អូននិយាយពីថាជាតិឆ្ងាញ់ខ្លាំងមែនតើនៅក្នុងវីដេអូនេះគឺខ្ញុំអត់បានធ្វើខ្លួនឯងទេណាបងប្អូននេះគឺជាវីដេអូនៅកន្លែងការងារទេដែលតកែខ្ញុំតឡងគាត់ធ្វើផ្ញើមកហើយគាត់ធ្វើផ្ញើមកច្រើនខ្លាំងមែនតើគាត់មានដាក់ខ្ទឹមជ្រក់ថែមមកទៀតហើយខ្ទឹមហ្នឹងគឺរសជាតិដូចខ្ទឹមត្រាំខ្មែរនៅខ្មែរយើងអញ្ចឹងបងប្អូនឆ្ងាញ់ខ្លាំងមែនតើមុខម្ហូបថ្ងៃហ្នឹងត្រូវចេញស្លឹកគីនីតហ្នឹងមួយមុខពេលអញ្ចឹងហើយវាអស់ណាអស់ពាក់កណ្ដាលទីអញ្ចឹងទៅក៏ខ្ញុំឡើងមកប្រវែកចេញពីធុងធំហ្នឹងយកទៅដាក់បន្តហើយគាត់ធ្វើផ្ញើមកឡើងពី3ធុងហ្នឹងណាបងប្អូនហើយដល់ពេលដែលយើងមិនញ៉ាំរាល់ថ្ងៃណាពេលចឹងហើយយើងអាចទុកញ៉ាំបានរាប់ខែខ្ញុំពីមុនអត់ចេះញ៉ាំទេបងប្អូនអាត្រាំទឹកស៊ីអ៊ីវហ្នឹងដោយសារថាវារៀងជូរព្រោះគេដាក់ទឹកខ្មេះណាប៉ុន្តែដល់ពេលយើងបានញ៉ាំជាមួយនឹងសាច់និយាយទៅគឺថាឆ្ងាញ់ខ្លាំងមែនតើវាកាត់ជាតិតលាន់ណាអត់តលាន់ទេអាចូម៉ាឲ្យឡើងមកយកមកកដុងហ្នឹងហើយគាត់ឆ្ងល់ទៀតហើយទៅយកមកកដុងសោយក្បាត់យូរម្លេះលោកអើយហើយតាមពិតខ្ញុំនៅលួចថតនេះផ្ញើជូនបងប្អូនមើលសោះព្រោះនៅកូរ៉េកាន់តែយូរបានដឹងថាមុខម្ហូបកូរ៉េក៏មានភាគច្រើនស្តៀងជាមួយនឹងមុខម្ហូបខ្មែរយើងដូចគ្នាជាពិសេសដូចខ្ទឹមត្រាំអីនេះគឺថារសជាតិដូចគ្នាតែម្ដងហើយគេត្រាំរបៀបត្រាំខ្ញុំមិនដឹងថាគេត្រាំរបៀបដូចគ្នាឬអត់ទេព្រោះអីនៅខ្មែរអត់ដែរត្រាំខ្ទឹមមកខ្ញុំធ្លាប់តែញ៉ាំនៅខ្មែរយើងខ្ទឹមត្រាំហើយនឹងមកញ៉ាំខ្ទឹមត្រាំនៅកូរ៉េវារសជាតិដូចគ្នាពេលចឹងហើយខ្ញុំគិតថាមុខម្ហូបស្តៀងគ្នា